ស្រីអ្នកគ្នាថ្ងៃនេះយើងមកបង្កើត calculator ដោយប្រើ C++តោះឥឡូវចាប់ផ្ដើមយើង include វាដំបូងមក iostream ហើយយើងមកយើង using namespace stdបន្តមក int main បើកវងកញ្ចក់ហើយដាក់គ្នាបឆា op sorry noise តិចយើងរៀបវា enter មកទៅឲ្យវាស្អាតយើងប្រើដបល់ដើម្បីដាក់លេខ2គឺមានណាំ1ហើយនិងណាំ2អញ្ចឹងយើងប្រើដបល់គឺវាល្អបំផុតហើយតោះមកយើង complete return 0មួយមកហើយយើងមាន cout ហ្នឹងកន្លែងបញ្ចេញព័ត៌មានចេះកន្លែងនេះយើងប្រើ double quote ហើយយើងសរសេរអីក្នុងហ្នឹងក៏បានដែរវាអត់សំខាន់ទេតែខ្ញុំដាក់ enter first number មានន័យថាបញ្ចូលលេខដំបូងបំផុតតមកគឺយើងតម្រូវឲ្យបញ្ចូលលេខគឺ cin កូដខ្ញុំគឺ error ដោយសារតែកន្លែង number 2ខ្ញុំទៅដាក់ផ្សេងក្រៅពី semicolon អញ្ចឹងកន្លែងនេះគឺយើងមាន cin ណាំ1ហើយនឹងកន្លែង cout នេះយើងត្រូវដាក់ operator ហ្នឹងមានបូកដកកូនចែកហ្នឹងយើងមាន cin op អានេះយើងដាក់ second number មានន័យថាលេខដែលយើងត្រូវចែកឬបូកដកគុណហ្នឹងហើយយើងមាន cin ណាំ2ដើម្បីគណនាលេខនឹងបានយើងត្រូវតែមាន switch តើឥឡូវយើងបញ្ចូល switch សិនតបមកយើងបើកវងកញ្ចក់យើងដាក់ operator ចូលយើងមាន case អា case ហ្នឹងយើងប្រើ single quote បើយើងប្រើ double quote វា error ឲ្យកូនហ្នឹងតោះមកយើងឲ្យលក្ខខណ្ឌវាតែនេះ copy ឲ្យបាន4សិនណាកុំឲ្យពិបាកយើងបែងចែកអស់ហើយទៅមានបូកដកកូនចែកយើង enter យើងឲ្យលក្ខខណ្ឌវាយើងថែម cout ហ្នឹងគឺដើម្បីគុណលេខបូកលេខនឹងបញ្ចូលគ្នាយើងមានណាំ1យើងមានសញ្ញាបូកប្រើនៅក្នុង double quote ឡើងនេះយើងអត់ប្រើ single quote ដូចពីមុខទៀតទេហើយយើងប្រើណាំ2ហើយយើងប្រើសញ្ញាស្មើមកយើងប្រើណាំ1បូកណាំ2ហើយចុងក្រោយគឺយើង end line ចោលទៅគឺរួចរាល់ហើយអូមួយទៀតយើងត្រូវថែម break ផ្សេងទៀតក៏ដូចគ្នាដែរយើងក៏ដូរសញ្ញាទៅហើយនឹងចែកនោះវា special ជាងគេហើយយើងចាំទៅដល់ហ្នឹងចាំយើងនិយាយគ្នាតទៀតតែយើងមិន copy paste ទេយើងសរសេរឡើងវិញឲ្យវាចាំដែរតែខ្ញុំសុំ copy paste ឲ្យវាលឿនយើងក៏ដូរសញ្ញាទៅបានហើយកន្លែងចែកនេះយើងកែដូចគ្នាដែរតែយើងត្រូវឲ្យលក្ខខណ្ឌវាមួយសិនគឺ if ឥឡូវខ្ញុំ say note សិន check point ឡើងហ្នឹងយើង note អីក៏បានដែរសារយើងចំណាំយើងឲ្យលក្ខខណ្ឌវាទៅបានហើយយើងប្រើ if មានវងកញ្ចក់មានអីធម្មតាទៅកន្លែង if នេះយើងត្រូវប្រើណាំ2
ដក clear ហើយយើងដាក់អាសញ្ញាស្មើនេះưu tiên vào ưu tiên ឲ្យបានស្មើតោះមកយើងមាន CI កូដនេះខខ្ញុំសុំកែសិន if នេះយកត្រូវប្រើពីក្រោមហ្នឹងយើងត្រូវប្រើនៅលើអញ្ចឹងខ្ញុំសុំលុបវាសិននេះជឿដាក់នៅនេះវិញមិនត្រូវតើមកយើងមានលក្ខខណ្ឌមួយទៀតគឺពេលបើសិនជាចែង0គឺវាត្រូវដាក់ថា error ហើយវិញពាក្យខាងក្នុង double quote នេះយើងដាក់អីក៏បានដែរ is not allowed complete បញ្ចប់មកសញ្ញាបញ្ចប់ semicolon យើងមាន break យើងប្រើ default មួយទៀត default នេះដូចគ្នាយើងឲ្យលក្ខខណ្ឌដូចខាងលើដែរយើងឲ្យយើងថែម break មួយទៀតអើយខកអក្ខរាវិរុទ្ធលុបចោលសិនទៅកូដ error កន្លែងណាំ2ហើយនឹងបន្ទាត់លេខ35កែទីសិនចាំបន្តិចចាំមកវិញយើងកែហើយហើយយើងថែមអា CR simple C++ នេះមួយទៀតហើយឥឡូវយើងសាក run មើលយើងបញ្ចូលតម្លៃចូលទៅចាប់យ៉ាគឺ work ហើយចាំជួបគ្នានៅវីដេអូក្រោយបាយបាយ